នឹងអង្គុយនៅផ្ទះអ៊ំហ្នឹងថារៀបចំទៅ office ហ្នឹងម៉ោង3:20នាទីសត្វតែមេឃខ្មូខ្មាញ់បងប្អូនថាទទួលឲ្យភ្លៀងលឹមទៅអត់តន់ទេប្រាប់ភ្លៀងកឹកបាទភ្លៀងដូចគេចាក់បងប្អូនហើយភ្លៀងលេឡំជាមួយនឹងខ្យល់ទៀតហើយខ្ញុំក៏ដឹងថាទៅធ្វើអីដែរពូលេងមួយនេះហើយជីកាត់ភ្លៀងក៏អត់ហ៊ានទៅដែរអញ្ចឹងមានអង្គុយថតវីដេអូហ្នឹងខ្លីទេភាសាភ្លៀងយូរខ្ញុំថតខ្លីខ្ញុំកាត់ចោលឲ្យខ្លីអញ្ចឹងហ្នឹងហើយខ្ញុំឃើញតែភ្លៀងតែឃើញតែនៅតូចគឺខ្ញុំចូលចិត្តលេងទឹកភ្លៀងហ្នឹងគឺសុបាយមែនតើហ្នឹងហើយអញ្ចឹងអ្នកដែលធ្លាប់លេងទឹកភ្លៀងអ្នកដែលគាត់នៅពីមុនគាត់ធ្លាប់នឹកឃើញពីអនុស្សាវរីយ៍ហើយពូយើងនៅស្រុកស្រែខ្ញុំគិតថាស្ទើរធ្លាប់ឆ្លងកាត់ហើយហាខ្យល់ហាភ្លៀងអ្នកខ្លះគូមើលគោអ្នកខ្លះទៅក៏ទៅវាលហ្នឹងហើយស្រែចម្ការអីចឹងទៅជីពីអីកាត់ស្មៅមើលគោមើលក្បីតែកាលនោះដូចជាអត់ខ្លាចដូចជារន្ទះដែរតែឥឡូវបបាក់បងប្អូនដោយសារតែភ្លៀងឥឡូវកាចលាយឡំនឹងខ្យល់នឹងរន្ទះច្រើនហើយក៏គ្រោះថ្នាក់ច្រើនដែរអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំថតនៅទស្សនវិជ្ជាតែប៉ុណ្ណឹងដោយសារខ្ញុំអត់សូវជាមានពេលឲ្យវីដេអូរបស់ខ្ញុំនិយាយទៅខ្ញុំថតសាមញ្ញខ្ញុំអត់ទៅថតអីវែងឆ្ងាយព្រោះខ្ញុំអត់មានពេលច្រើនចឹងថតទៅទេសភាពនៅស្រុកខ្សែតិចតួចសម្រាប់ចែកម្លែកទៅហ្នឹងហើយពេលខ្លីពូយើង